សុខស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកថាតើហេតុអ្វីបានជាការបង់ធនាគាររបស់អ្នកទាំងអស់គ្នាឡើងខ្ពស់ជាងមុនទោះបីជាអ្នកទាំងអស់គ្នាមានអត្រាការប្រាក់ថេរក៏ដោយអត្រាការប្រាក់ថេរគឺជាអត្រាការប្រាក់ដែលមិនប្រែប្រួលរហូតសម្រាប់រយៈពេលកំណត់ណាមួយឧបមាថាអ្នកទាំងអស់គ្នាមានកម្ចីដែលមានអត្រាការប្រាក់ 6% ក្នុងរយៈពេល1ឆ្នាំហើយកម្ចីរបស់អ្នកទាំងអស់គ្នាមានរយៈពេល30ឆ្នាំអញ្ចឹងមានន័យថាអត្រាការប្រាក់នេះនឹងមិនប្រែប្រួលរហូតសម្រាប់រយៈពេល30ឆ្នាំនេះចុះបើសិនជាការប្រាក់របស់យើងមិនប្រែប្រួលហេតុអ្វីបានជាការបង់ធនាគាររបស់អ្នកទាំងអស់គ្នានៅតែឡើងខ្ពស់ជាងមុនមូលហេតុគឺបណ្ដាលមកពីពន្ធផ្ទះហើយនិងធានារ៉ាប់រងផ្ទះរបស់អ្នកទាំងអស់គ្នាឡើងខ្ពស់ជាងមុនព្រោះជាទូទៅនៅក្នុងលុយដែលអ្នកទាំងអស់គ្នាត្រូវបង់ទៅធនាគារប្រចាំខែគឺវារួមបញ្ចូលទៅដោយប្រាក់ដើមការប្រាក់ពន្ធផ្ទះហើយនិងធានារ៉ាប់រងផ្ទះអញ្ចឹងបើសិនជាពន្ធផ្ទះហើយនិងធានារ៉ាប់រងផ្ទះឡើងខ្ពស់ជាងមុននោះនឹងធ្វើឲ្យការបង់ធនាគាររបស់អ្នកទាំងអស់គ្នាឡើងខ្ពស់ជាងមុនផងដែរកត្តាមួយចំនួនដែលធ្វើឲ្យពន្ធឡើងខ្ពស់ជាងមុនគឺអាចបណ្ដាលមកពីផ្ទះអ្នកទាំងអស់គ្នាឡើងថ្លៃខ្ពស់ជាងមុនឬក៏បណ្ដាលមកពីអត្រាពន្ធនៅក្នុងតំបន់ដែលអ្នកទាំងអស់គ្នារស់នៅឡើងខ្ពស់ជាងមុនឬក៏អាចបណ្ដាលមកពីធនាគារប៉ាន់ស្មានតម្លៃដែលត្រូវបង់ពន្ធទាបជាងតម្លៃជាក់ស្ដែងជាដើមហើយកត្តាមួយចំនួនដែលធ្វើឲ្យធានារ៉ាប់រងឡើងថ្លៃគឺអាចបណ្ដាលមកពីអតិផរណាឬក៏អាចបណ្ដាលមកពីហានិភ័យនៅក្នុងតំបន់ដែលអ្នកទាំងអស់គ្នារស់នៅឬក៏ពេលខ្លះអាចបណ្ដាលមកពី replacement cost ឡើងថ្លៃដោយសារតែផ្ទះអ្នកទាំងអស់គ្នាឡើងថ្លៃខ្ពស់ជាងមុនជាដើមសូមបញ្ជាក់ផងដែរថាលុយដែលអ្នកទាំងអស់គ្នាបង់ទៅធនាគារប្រចាំខែដែលរួមបញ្ចូលដោយប្រាក់ដើមការប្រាក់ពន្ធផ្ទះហើយនិងធានារ៉ាប់រងផ្ទះគឺមានតែប្រាក់ដើមហើយនិងការប្រាក់ទេដែលរត់ចូលធនាគារចំណែកឯពន្ធផ្ទះហើយនិងធានារ៉ាប់រងផ្ទះគឺរត់ចូលទៅក្នុង escrow account escrow account ប្រៀបដូចជាគណនីសន្សំដែលត្រូវបានបង្កើតឡើងដោយធនាគារហើយធនាគារនឹងដកលុយនេះយកទៅបង់ពន្ធផ្ទះហើយនិងធានារ៉ាប់រងផ្ទះជូនអ្នកទាំងអស់គ្នានៅរៀងរាល់ដំណាច់ឆ្នាំឬក៏រៀងរាល់6ខែម្ដងទៅតាម state នីមួយៗបើសិនអ្នកទាំងអស់គ្នាមានចង្អល់ផ្សេងៗទាក់ទងជាមួយកម្ចីទិញផ្ទះនៅអាមេរិកអ្នកទាំងអស់គ្នាអាចពិភាក្សាជាមួយខ្ញុំផ្ទាល់ដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទដូចខាងក្រោមឬក៏តាម Facebook Messenger ក៏បាននាងខ្ញុំឈ្មោះ Marina ជា Loan Officer នៅសហរដ្ឋអាមេរិក